នុញ្ញាតជំរាបសួរបាទខ្ញុំវិលមកវិញនៅកម្មវិធីសិក្សាស្វែងយល់នៅលិខិតបកថាគតិយុត្តវិស័យការងារថ្ងៃនេះខ្ញុំលើកយកនៅប្រកាសលេខ235/24កប/ប្រកបសសស្ដីពីលក្ខខណ្ឌបែបបទនិងនីតិវិធីនៃការផ្តល់សេវាព្យាបាលនិងថែទាំវិជ្ជសាស្ត្រសេវាស្ដារនីតិសម្បទាសេវាឬការព្យាបាលនិងការថែទាំវិជ្ជសាស្ត្រដែលមិនរាប់បញ្ចូលនឹងការផ្តល់សេវាបង្ការសុខភាពនិងការកំណត់ជំងឺរ៉ាំរ៉ៃក្នុងរបបសន្តិសុខសង្គមផ្នែកសុខភាពតាមរបបភាគទានជាកាតព្វកិច្ចរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ជំពូកទី1បទបញ្ញត្តិទូទៅប្រការ1ប្រកាសនេះកំណត់អំពីលក្ខខណ្ឌបែបបទនិងនីតិវិធីនៃការផ្តល់សេវាព្យាបាលនិងថែទាំវិជ្ជសាស្ត្រសេវាស្ដារនីតិសម្បទាសេវាឬការព្យាបាលនិងការថែទាំវិជ្ជសាស្ត្រដែលមិនរាប់បញ្ចូលនឹងការផ្តល់សេវាបង្ការសុខភាពនិងការកំណត់ជំងឺរ៉ាំរ៉ៃក្នុងរបបសន្តិសុខសង្គមផ្នែកសុខភាពតាមរបបភាគទានជាកាតព្វកិច្ចសម្ដៅធានាប្រសិទ្ធភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅក្នុងប្រជាជាតិកម្ពុជាប្រការទី2ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះបុគ្គលនៃវិស័យសាធារណៈនិងវិស័យទាំងឡាយដែលស្ថិតនៅក្រោមបញ្ញត្តិនៃច្បាប់ស្តីពីការងារប្រការ3វគ្គសព្ទបច្ចេកទេសសំខាន់ដែលប្រើក្នុងប្រកាសនេះមាននិយមន័យដូចខាងក្រោម1ការព្យាបាលដោយកាំរស្មី laser សំដៅដល់ការព្យាបាលតាមបែបវិទ្យាសាស្ត្រដែលប្រើពន្លឺដ៏ខ្លាំងមួយដើម្បីកាត់ដុតឬបំផ្លាញជាលិកា2ការព្យាបាលដោយខ្លួនឯងសំដៅដល់ការព្យាបាលដោយគ្មានវិជ្ជាបញ្ជាពីមូលដ្ឋានសុខាភិបាលជាដៃគូបេឡាជិតសន្តិសុខសង្គមលើកលែងតែករណីសង្គ្រោះបន្ទាន់3ការវឹកហាត់កាយសម្បទាសំដៅដល់ការវឹកហាត់ឬការព្យាបាលពិការភាពដោយអ្នកជំនាញខាងវឹកហាត់កាយសម្បទាដើម្បីអភិវឌ្ឍឬធ្វើឲ្យប្រសើរឡើងវិញឬថែរក្សាបាននូវសមត្ថភាពនិងមុខងារសម្រាប់បំពេញតម្រូវការចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ4បានសមាជិកបសសសំដៅដល់សមាជិកបសសគ្រប់ទម្រង់ដែលគោរពតាមលក្ខខណ្ឌបង់ភាគទាននិងអនុញ្ញាតឲ្យសមាជិកបសសមានសិទ្ធិប្រើប្រាស់សេវាព្យាបាលនិងថែទាំវិជ្ជសាស្ត្រនៅតាមបណ្ដាមូលដ្ឋានសុខាភិបាលដៃគូបសសតាមរយៈការទៀងទាត់ជាមួយនឹងប្រព័ន្ធ NSFF អចិន្ត្រឬកម្មវិធីសមាជិកបសសក្នុងប្រព័ន្ធទូរស័ព្ទដៃ NSFF Member App ឬមធ្យោបាយផ្លូវការនានារបស់បសសដែលបង្ហាញថាមានសុពលភាព5មូលដ្ឋានសុខាភិបាលសំដៅដល់អង្គភាពសុខាភិបាលសាធារណៈឬឯកជនដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល6ពាក្យថារណបសំដៅដល់ឧបករណ៍ខាងក្រៅប្រើសម្រាប់អបផ្នែករាងកាយដែលទន់ខ្សោយសាច់ដុំឬខូចទ្រង់ទ្រាយដើម្បីជួយដល់ការធ្វើចលនាក្នុងការងារផ្សេង7សេវាជំនួយវិជ្ជសាស្ត្រសំដៅដល់ការព្យាបាលដោយស្អំឬដោយចលនា8សេវាបង្ការសុខភាពសំដៅដល់ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលាកំណត់អត្តសញ្ញាណអ្នកដែលមានហានិភ័យសុខភាពនិងមានបញ្ហាសុខភាពជាក់លាក់ការផ្ដល់ប្រឹក្សានិងការ
អន្តរាគមន៍ចាំបាច់ដទៃទៀតដើម្បីការពារកុំឲ្យមានបញ្ហាសុខភាពជាអាចការស្រាវជ្រាវរោគជំងឺការអប់រំសុខភាពនិងកម្មវិធីចាក់ថ្នាំបង្ការ 9 សេវាព្យាបាលនិងថែទាំវិជ្ជសាស្ត្រសំដៅដល់សេវាវិជ្ជសាស្ត្រអមវិជ្ជសាស្ត្រនិងជំនួយវិជ្ជសាស្ត្រ 10 សេវាវិជ្ជសាស្ត្រសំដៅដល់សេវាពិគ្រោះជំងឺក្រៅនិងសេវាសម្រាប់ពេទ្យ 11 សេវាសង្គ្រោះបន្ទាន់សំដៅដល់អន្តរាគមន៍ទាំងឡាយណាដែលធ្វើឡើងដោយកាលៈទេសៈមួយដែលមិនអាចគ្រោងទុកនិងត្រូវធ្វើបន្ទាន់ក្នុងគោលបំណងសង្គ្រោះជីវិតឬជួយការពារការបាត់បង់អវយវៈឬសរីរាង្គណាមួយរបស់ជនរងគ្រោះឬអ្នកជំងឺ 12 សេវាស្ដារនីតិសម្បទាផ្នែកវិជ្ជសាស្ត្រសំដៅដល់ការផ្ដល់ឬការជួសជុលឬការផ្ដល់ជាថ្មីនៅអវយវៈសព្វនិមិត្តរណបឬឧបករណ៍ជំនួយការវឹកហាត់កាយសម្បទាឡើងវិញការព្យាបាលដោយចលនានិងការផ្ដល់សេវាស្ដារនីតិសម្បទាផ្នែកវិទ្យាសាស្ត្រដទៃទៀត 13 សេវាអមវិជ្ជសាស្ត្រសំដៅដល់សេវាមន្ទីរពិសោធន៍និងរូបភាពវិជ្ជសាស្ត្រ 14 អវយវៈសព្វនិមិត្តសំដៅដល់ឧបករណ៍សព្វនិមិត្តខាងក្រៅដែលប្រើសម្រាប់ជំនួសផ្នែកទាំងស្រុងឬផ្នែកណាមួយនៃអវយវៈដែលបានបាត់បង់ 15 អ្នកតំណាងសំដៅដល់សហព័ន្ធសហព័ន្ធអីឬប្រពន្ធកូនសាច់ញាតិឬអ្នកតំណាងស្របច្បាប់របស់សមាជិកបសស 16 ឧបករណ៍ជំនួយសំដៅដល់ឧបករណ៍ឬក៏វត្ថុប្រើសម្រាប់ជំនួយដល់ការចល័តឬការបំលាស់ទីរបស់ជនមានពិការភាព 17 ឧបករណ៍ជំនួយផ្នែកសព្វនិមិត្តសំដៅដល់ឧបករណ៍វ៉ែនតាឬឡង់ទីជំនួយភ្នែក Contact Lens 18 ឱសថសារវ័នសំដៅដល់ប្រភេទឱសថនៅក្នុងបញ្ជីឱសថសារវ័នដែលកំណត់ដោយក្រសួងសុខាភិបាលសម្រាប់មូលដ្ឋានសុខាភិបាលសាធារណៈបាទនិយាយខ្លីថាឱសថដែលមានប្រយោជន៍ដល់រូបរាងកាយសម្រាប់ព្យាបាលជំងឺនឹងឯងដែលមានចំបាច់នៅក្នុងបញ្ជីសារពភ័ណ្ឌរបស់ក្រសួងសុខាភិបាលជំពូកទី 2 លក្ខខណ្ឌបែបបទនិងនីតិវិធីនៃការផ្ដល់សេវាព្យាបាលនិងថែទាំវិជ្ជសាស្ត្រផ្នែកទី 1 លក្ខខណ្ឌប្រការ 4 ដើម្បីទទួលបានសេវាព្យាបាលនិងថែទាំវិជ្ជសាស្ត្រសមាជិកបសសត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោមត្រេទី 1 បានចុះបញ្ជីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពត្រេទី 2 ពេលបំពេញការងារក្នុងសហគ្រាសឬស្ថានដែលបានចុះបញ្ជីនៅបសសត្រេទី 3 បានបង់ភាគទាន2ខែជាប់គ្នាករណីសមាជិកបសសបានបង់ភាគទាន2ខែជាប់គ្នាយ៉ាងតិចសមាជិកបសសមានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវិជ្ជសាស្ត្រសម្រាប់រយៈពេល2ខែបន្ទាប់ពីការខកខានបានបង់ភាគទានតាមការបរិច្ឆេទកំណត់ករណីសមាជិកបសសជាស្ត្រីយុវតីពោះដែលមានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវិជ្ជសាស្ត្រនិងបានដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលអាចមានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវិជ្ជសាស្ត្ររហូតដល់ការបរិច្ឆេទសម្រាប់កូនទោះបីជាមានការខកខានបង់ភាគទានការបរិច្ឆេទកំណត់ក៏ដោយប្រការ 5 សមាជិកបសសជាសាធារណជនភាពឬទុពលភាពនិងសមាជិកបសសដែលទទួលបានប្រាក់ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍មានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវិជ្ជសាស្ត្រគិតចាប់ពីការបរិច្ឆេទទទួលបានប្រាក់សោធនជរាភាពឬទុពលភាពនិងប្រាក់ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ប្រការ 6 សមាជិក
បសសដែលបានបំពេញលក្ខខណ្ឌដោយបានកំណត់ក្នុងប្រការ4នៃប្រការនេះមានសិទ្ធិទទួលបានសេវាព្យាបាលនិងការថែទាំវិជ្ជសាស្ត្របន្តលើករណីចាស់ដែលមិនមែនជាជំងឺរ៉ាំរ៉ៃនៅក្នុងមូលដ្ឋានសុខាភិបាលដៃគូបសសរហូតដល់រយៈពេល180ថ្ងៃក្នុងអំឡុងពេល12ខែដោយគិតចាប់ពីការបរិច្ឆេទចូលប្រើប្រាស់សេវាដំបូងផ្នែកទី2បែបបទនិងនីតិវិធីប្រការ7សមាជិកបសសដែលមានគ្រោះថ្នាក់ឬជំងឺក្រៅពីហានិភ័យការងារអាចទៅទទួលសេវាព្យាបាលនិងថែទាំវិជ្ជសាស្ត្រនៅតាមមូលដ្ឋានសុខាភិបាលដៃគូបសសដោយជាប់មកជាមួយនៅ1បានសមាជិកបសសមានសុពលភាពនិងអត្តសញ្ញាណប័ណ្ណជាតិខ្មែរចំពោះបុគ្គលនៃវិស័យសាធារណៈ2បានសមាជិកបសសមានសុពលភាពចំពោះបុគ្គលដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារករណីសង្គ្រោះបន្ទាន់សមាជិកបសសអាចទៅទទួលសេវាព្យាបាលនិងថែទាំវិជ្ជសាស្ត្រនៅមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុតក្នុងករណីនេះបសសនឹងធ្វើការទូទាត់សេវាជូនវិញដោយឈរទៅលើយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាពដែលកំណត់ដោយបសសស្របតាមច្បាប់បញ្ញត្តិជាធរមានពាក្យស្នើសុំតៅកាលិកផ្នែកថែទាំសុខភាពត្រូវកំណត់ដោយអគ្គនាយកបសសជំពូកទី3លក្ខខណ្ឌបែបបទនិងនីតិវិធីនៃការផ្ដល់សេវាស្ដារនីតិសម្បទាផ្នែកទី1លក្ខខណ្ឌប្រការ8សមាជិកបសសដែលទទួលរងគ្រោះថ្នាក់ឬជំងឺក្រៅពីហានិភ័យការងារមានសិទ្ធិទទួលបានសេវាស្ដារនីតិសម្បទាផ្នែកវិទ្យាសាស្ត្រសម្រាប់គាំទ្រដល់ការព្យាបាលជំងឺនិងថែទាំវិទ្យាសាស្ត្រឬពិការភាពបន្ទាប់ពីទទួលបានសេវាព្យាបាលនិងថែទាំវិទ្យាសាស្ត្រប្រការ9ដើម្បីទទួលបានសេវាស្ដារនិងនីតិសម្បទាផ្នែកវិទ្យាសាស្ត្រសមាជិកបសសត្រូវបំពេញលក្ខខណ្ឌនេះខាងក្រោមត្រេទី1មានបានសមាជិកបសសដែលមានសុពលភាពត្រេទី2បានទទួលរងគ្រោះថ្នាក់ឬក៏មានជំងឺក្រៅពីហានិភ័យការងារក្នុងអំឡុងពេលបានសមាជិកបសសមានសុពលភាពត្រេទី3បង្ហាញខ្លួននៅចំពោះមុខមន្ត្រីជំនាញបសសដើម្បីពិនិត្យវិតម្លៃនិងតម្រង់ទិសការផ្ដល់សេវាផ្នែកទី2បែបបទនិងនីតិវិធីប្រការ10សេវាស្ដារនីតិសម្បទាផ្នែកវិទ្យាសាស្ត្រត្រូវផ្ដល់ដោយមូលដ្ឋានសុខាភិបាលជាដៃគូបសសសម្រាប់គាំទ្រកំឡុងពេលផ្ដល់សេវាព្យាបាលនិងថែទាំវិទ្យាសាស្ត្រលើកលែងតែមានការស្នើសុំរបស់សម័យខ្លួនក្នុងការប្រើប្រាស់សេវាស្ដារនីតិសម្បទានៅតាមអង្គភាពផ្ដល់សេវានីតិសម្បទាផ្សេងទៀតស្របតាមការកំណត់របស់បសសប្រការ11សមាជិកបសសត្រូវដាក់ពាក្យស្នើសុំដោយលាយលក្ខណ៍អក្សរមកបសសដើម្បីប្រើប្រាស់សេវាស្ដារនីតិសម្បទាដោយភ្ជាប់មកជាមួយនៅវិជ្ជបញ្ជារបស់មូលដ្ឋានសុខាភិបាលជាដៃគូរបស់បសសឬទម្រង់វាយតម្លៃតម្រូវការសេវាស្ដារនីតិសម្បទាពីអង្គភាពផ្ដល់សេវាស្ដារនីតិសម្បទាផ្សេងទៀតការស្នើសុំនេះត្រូវធ្វើឡើងដោយសម័យជនផ្ទាល់ឬអ្នកដំណើរក្នុងករណីដែលមានស្ថានភាពរបួសឬក៏ពិការភាពនៃសមាជិកនេះមានសភាពធ្ងន់ធ្ងរពាក្យស្នើសុំស្ដារនីតិសម្បទាត្រូវកំណត់ដោយអគ្គនាយកបសសជំពូកទី4សេវាឬការព្យាបាលនិងការថែទាំវិទ្យាសាស្ត្រដែលមិនរាប់បញ្ចូលប្រការ12សេវាឬការព្យាបាលនិងការថែទាំវិទ្យាសាស្ត្រដែលមិនរាប់បញ្ចូលក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគតិជាកាតព្វកិច្ចរួមមាន1ការព្យាបាលដោយមិនគិតថ្លៃដែលមានចែងនៅក្នុងគោលនយោបាយសុខាភិបាលសាធារណៈ2ការថែទាំធ្មេញការសម្អាតធ្មេញការប៉ះធ្មេញនិងការដាក់ធ្មេញ
3. ការព្យាបាលនឹងការវះកាត់ប្ដូរភេទ 4. ការផ្សាំឬក៏ការបដូរសរីរាង្គផ្សេងៗ 5. សេវាបង្កកំណើតដោយសិប្បនិម្មិត 6. ការព្យាបាលដោយខ្លួនឯង 7. ការព្យាបាលជំងឺឬក៏ការវះកាត់ដើម្បីជាប្រយោជន៍នៃការកែលម្អផ្នែកណាមួយនៃរាងកាយ 8. ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិតឬឧបករណ៍ជំនួយភ្នែកនិងភ្នែកសិប្បនិម្មិត 9. ការព្យាបាលដោយកាំរស្មីឡាស៊ែរ 10. ការព្យាបាលញៀនសូដានិងផ្ដាច់គ្រឿងញៀន 11. ការព្យាបាលអសមត្ថភាពផ្ដល់កំណើត 12. ការវះកាត់បេះដូងនិងសរសៃឈាមបេះដូង 13. ការលាងឈាម 14. ការពិនិត្យសុខភាពទូទៅក្នុងករណីសង្គ្រោះបន្ទាន់សេវាឬការព្យាបាលនិងការថែទាំវិជ្ជសាស្ត្រដូចមានខាងលើនេះត្រូវផ្ដល់ជូនដល់សមាជិកបលសស្របតាមលក្ខខណ្ឌដែលបានកំណត់ក្នុងប្រការ 4 នៃប្រកាសនេះបាទអញ្ចឹង14ចំណុចនេះបើយើងឈឺធម្មតាទៅព្យាបាលទៅកែលម្អអញ្ចឹងក៏បលសមិនទទួលខុសត្រូវចេញសេវាទេប៉ុន្តែករណីដែលយើងមានគ្រោះថ្នាក់ការងារកើតឡើងដែលយើងត្រូវសង្គ្រោះបន្ទាន់បាទអញ្ចឹងសេវាទាំង14ហ្នឹងត្រូវបានព្យាបាលជាធម្មតាដោយបលសជំពូកទី5ការផ្ដល់សេវាបង្ការសុខភាពផ្នែកទី1ការកំណត់សេវាបង្ការសុខភាពប្រការ13សេវាបង្ការសុខភាពក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចត្រូវបានកំណត់ដូចខាងក្រោម 1. សេវាចាក់វ៉ាក់សាំងបង្ការពារជំងឺឆ្កែឆ្កួត 2. សេវាចាក់សេរ៉ូមប្រឆាំងនឹងជំងឺឆ្កែឆ្កួត 3. សេវាចាក់សេរ៉ូមប្រឆាំងនឹងជំងឺតេតាណូស 4. សេវាចាក់សេរ៉ូមប្រឆាំងនឹងពិសពោះ 5. សេវាពិនិត្យឈាមរកជំងឺបូករួមមាន TSH Free T3 និង Free T4 6. សេវាពិនិត្យឈាមកំណត់អប៉ោធាតុមហារីកក្រោយការព្យាបាលជំងឺមហារីកដោយវះកាត់និងឬក្រោយការព្យាបាលជំងឺមហារីកដោយចាក់គីមីនិងឬក្រោយការព្យាបាលជំងឺមហារីកដោយបាញ់កាំរស្មី X បាទរួមមាន CEA CA15-3 CA19-9 CA125 PSA បាទ HCG អញ្ចឹងទាំងអស់ក្រោយពីការព្យាបាលទាំងអស់ហ្នឹងគឺអាចបសជួយគ្រប់គ្រងទៅលើថ្លៃសេវាតាមដាននឹងទៀតផ្នែកទី2លក្ខខណ្ឌនៃការផ្ដល់សេវាបង្ការសុខភាពប្រការ14ដើម្បីអាចទទួលបានសេវាបង្ការសុខភាពសមាជិកបសសត្រូវបំពេញលក្ខខណ្ឌដូចមានកំណត់នៃប្រការ4នៃប្រកាសនេះផ្នែកទី3បែបបទនិងនីតិវិធីនៃការផ្ដល់សេវាបង្ការសុខភាពប្រការ15សមាជិកបសសអាចទទួលបានសេវាបង្ការសុខភាពដូចមានកំណត់ក្នុងប្រការ13នៃប្រកាសនេះនៅមូលដ្ឋានសុខាភិបាលជាដៃគូបសសសមាជិកបសសត្រូវតែរ៉ាប់រងចំណាយដោយផ្ទាល់ខ្លួនចំពោះការប្រើសេវាបង្ការសុខភាពនៅតាមមូលដ្ឋានសុខាភិបាលឯកជនឬមន្ទីរពិសោធន៍ឯកជនទាំងក្នុងនិងក្រៅប្រទេសលើកលែងតែមានការអនុញ្ញាតជាមុនពីបសសជំពូកទី6ការកំណត់ជំងឺរ៉ាំរ៉ៃប្រការ16ប្រភេទជំងឺរ៉ាំរ៉ៃក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគតិចជាតាបកិច្ចត្រូវកំណត់ដូចខាងក្រោម 1. ជំងឺខ្សោយបេះដូង 2. ជំងឺសាច់ដុំបេះដូង 3. ជំងឺថ្លើមប្រភេទ B រ៉ាំរ៉ៃ 4. ជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ 5. ប្រភេទជំងឺតម្រងនោមរ៉ាំរ៉ៃ 6. ជំងឺក្រិនថ្លើម 7. ជំងឺសរសៃឈាមក្រហមបេះដូង 8. ជំងឺវិបត្តិចង្វាក់បេះដូង
9 ជំងឺគ្រុនសារីរាង្គ 10 ជំងឺវិកលចរិត 11 ជំងឺលុយពុះ 12 ជំងឺតាឡាសេមីទាំង 12 នេះគឺបលសមិនរ៉ាប់រងព្យាបាលឡើយប្រការ 17 សេវាព្យាបាលនិងថែទាំវិទ្យាសាស្ត្រចំពោះជំងឺរ៉ាំរ៉ៃដូចខាងលើនៃប្រការ 16 ហ្នឹងនៃប្រកាសនេះត្រូវផ្ដល់ដោយមូលដ្ឋានសុខាភិបាលសាធារណៈនិងត្រូវប្រើប្រាស់ឱសថសារវ័នចំពោះឱសថព្យាបាលជំងឺក្រៅពីបញ្ជីឱសថសារវ័នជាបន្ទុកចំណាយផ្ទាល់ខ្លួនរបស់សាមីខ្លួនវាលែងតែឱសថសម្រាប់ការព្យាបាលជំងឺតម្រងនោមនិងជំងឺលើសសម្ពាធឈាមមិនមាននៅក្នុងបញ្ជីសារវ័ននិងការព្យាបាលជំងឺមហាដោយសារធាតុគីមីត្រូវទូទាត់ថ្លៃសេវាព្យាបាលនីមួយៗតាមកំណត់របស់បលសជំពូកទី 7 អវសានបញ្ញត្តិប្រការ 18 បញ្ញត្តិទាំងឡាយណាដែលផ្ទុយទៅនឹងប្រកាសនេះត្រូវទុកជានិរេកប្រការ 19 អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុអគ្គនាយកបេឡាជាតិសន្តិសុខសង្គមនិងប្រធានមន្ត្រីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្តទៅទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅថ្ងៃអង្គារ 5 ខែកដិកឆ្នាំរោងឆស័កពុទ្ធសករាជ 2568 ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី 5 ខែវិច្ឆិកាឆ្នាំ 2024 ហត្ថលេខានឹងត្រារដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈហេងសួរបាទអញ្ចឹងប្រកាសស្ដីអំពីលក្ខខណ្ឌបែបបទនិងនីតិវិធីនៃការផ្ដល់សេវាព្យាបាលថែទាំវិទ្យាសាស្ត្រសេវាស្ដារនីតិសម្បទាសេវាឬក៏ការព្យាបាលនិងការថែទាំវិទ្យាសាស្ត្រដែលមិនរាប់បញ្ចូលបាទនិងការផ្ដល់សេវាបង្ការសុខភាពនិងកំណត់ជំងឺរ៉ាំរ៉ៃនៅក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបាទតាមរបបភាគទានជាតាមកិច្ចគឺត្រូវបញ្ចប់តែប៉ុណ្ណេះហើយសូមអរគុណសូមជម្រាបលា